ការគុំតិចសាលប្រលឹងថ្នាក់មនុស្សនិងការសម្លាប់ធានស៊ុនទី1របស់សាលប្រលឹងបាទសូមស្វាគមន៍អ្នកក្លាហានគុណនិយមគ្រប់ក្រុមគ្រប់បកទាំងអស់គ្នាជួបជាមួយលោកមេភូមិម្ដងទៀតជាមួយការសង្ខេបសាច់រឿងប្រយុទ្ធទៅកាន់មេឃាភាគទី 186A ចឹងបងប្អូនកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងព្រោះនេះជា Channel ថ្មីរបស់ Admin អញ្ចឹងកុំឲ្យខាតពេលយូរយីនបន្តសាច់រឿងតែម្ដងបន្ទាប់ពីសៀវយៀនប៉ះគ្នាជាមួយធានស៊ុនទី1រំញ័រធម្មពលដ៏គួរឲ្យរន្ធត់បានរីកសាយភាយពេញផ្ទៃមេឃសូម្បីតែរបាំងលោមដែលគ្របបណ្ដាប់តំបន់នេះក៏ទ្រឺរង្គោះរង្គើដល់ថ្នាក់លេចចេញនៅស្នាមប្រេះតិចតិចប៊ុំព្យុះមួយបានបោកបោកយ៉ាងខ្លាំងត្រង់ចំណុចដែលការវិប្រហាទាំងពីរប៉ះគ្នាបោងរង្វង់ភ្លើងដ៏ធំសម្បើមត្រូវបានរុញច្រានមកវិញរហូតដល់រលាយបាត់រូបរាងទាំងស្រុងរំពេចនោះដាវឆ្អឹងដ៏ធំមួយបានហោះចេញពីកណ្ដាលព្យុះហើយធ្លៀងទៅលើភ្នំមួយបណ្ដាលឲ្យភ្នំនោះបែកខ្ទេចខ្ទីជាកំទេចកំតៅភ្លាមវាច្បាស់ណាស់ថាការប៉ះទង្គិចគ្នាដោយផ្ទាល់នេះធ្វើឲ្យភាគីទាំងសងខាងរងរបួសដូចគ្នាសៀវយៀនគិតក្នុងចិត្តថាដាវឆុងនេះពិតជាមានអត្ថកំបាំងមែនភ្លើងដ៏ធំនៅពីលើក្បាលរបស់សៀវយៀនបានរលាយបាត់ទៅហើយប្រែក្លាយទៅជាកំចុំភ្លើង5ពណ៌ហោះចូលទៅក្នុងមាត់របស់គេវិញគេសម្លឹងមើលដាវឆ្អឹងពណ៌សនោះដោយភ្លាកផ្អើលព្រោះគេមានអារម្មណ៍ថាមានរំញ័រចម្លែកម្យ៉ាងដែលផ្ដេចចេញពីដាវនោះដែលវាអាចធ្វើឲ្យប៉ះពាល់ដល់វិញ្ញាណយ៉ាងខ្លាំងប្រសិនបើមិនមានភ្លើងវិញ្ញាណការពារព្រលឹងទេគេច្បាស់ជាសយមិនខានធានស៊ុនទី1និយាយទាំងសំឡេងក្រអៅក្រតកថាពិតជាមិនធម្មតាមែនបានជាសារវិញ្ញាណរបស់យើងបរាជ័យនឹងការចាប់ឯងជាច្រើនលើកច្រើនសារក្នុងរយៈពេល1ឆ្នាំឯងអាចឡើងពីកម្រិតបរិសុទ្ធផ្កាយ1មកផ្កាយ2បានបើឯងព្រមចោះចូលជាមួយសាលវិញ្ញាណយើងតំណែងរបស់ឯងនឹងមិនចាញ់យើងឡើយសៀវយៀនញញឹមយ៉ាងចម្លែកទំនាក់ទំនងរវាងគេនិងសាលវិញ្ញាណគឺជាសត្រូវស្លាប់រក់គ្មានថ្ងៃរួមផ្លូវគ្នាបានធានស៊ុនទី1បន្តដោយកំហឹងថាឯងពិតជាប្រហើនណាស់នៅថ្ងៃអនាគតឯងនឹងដឹងថាត្រកូលហ៊ុនខ្លាំងពូកែប៉ុណ្ណាមនុស្សដូចឯងគឺប្រៀបដូចជាស្រមោចតែប៉ុណ្ណោះសៀវយៀនតបវិញយ៉ាងត្រជាក់អញ្ចឹងឬប៉ុន្តែមុននឹងដល់ពេលនោះខ្ញុំនឹងកំចាត់លោកចោលសិនធានស៊ុនទី1សើចតែម្នាក់ឯងនឹងឬគេបានហក់ទៅឈរលើដាវឆ្អឹងរួចរាងកាយរបស់គេក៏រលាយចូលទៅក្នុងដាវនោះតែម្ដងសៀវយៀនភ្ញាក់ផ្អើលការរួមបញ្ចូលរវាងមនុស្សនិងដាវធានស៊ុនទី1ស្រែកសៀវយៀនយើងបានហ្វឹកហាត់រាប់រយឆ្នាំដើម្បីរួមបញ្ចូលរូបកាយជាមួយនឹងដាវអធិរាជឆ្អឹងនេះថ្ងៃនេះយើងនឹងយកឯងមកបូជាសម្រាប់ដាវនេះប៊ុំដាវអធិរាជឆ្អឹងបានបាត់រូបរាងក្នុងមួយពព្រិចភ្នែកសៀវយៀនគិតលឿនណាស់គេដកថយភ្លាមតាមដែលអាចធ្វើទៅបានក្នុងខណៈនោះដាវដ៏មុតស្រួចបានកាប់ចុះមកចំពីមុខរបស់គេតែបន្តិចប៉ុណ្ណោះសំឡេងសើចចម្លែកចេញពីដាវថាឯងគិតថាឯងអាចឈ្នះយិនមែនទេប្រតិកម្មរហ័សមិនធម្មតាមែនរំពេកនោះស្រមោលដាវរាប់មិនអាចឡោមវត្តសៀវយៀនពីគ្រប់ទិសទីសៀវយៀនស្រែកខ្លាំងវិជាគុណកំបាត់ការពាររាងកាយគេលើកកំបាត់គ្រវីបង្កោតជាបណ្ដាញការពារយ៉ាងជិតឈឹងសំឡេងប៉ទង្គិចបង់បន្លឺឡើងដោយព្យុះភ្លៀងបង្កោតជាផ្កាភ្លើងនិងស្នាមប្រែកនៃលំហាអាកាសនៅគ្រប់ទីកន្លែងទោះបីជាការការពាររបស់សៀវយៀនរឹងមាំយ៉ាងណាក៏ដោយក៏ធានស៊ុនទី1នៅតែអាចរកចន្លោះប្រហោបានប៊ុំពន្លឺដាវដ៏ខ្លាំងក្លាមួយបានទម្លុះរបាំងការពារហើយកាប់ចំស្មារបស់សៀវយៀនយ៉ាងពេញទំហឹងប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺគ្មានឈាមហូរចេញមកឡើយមានតែផ្កាភ្លើងនិងបំណែកបន្តិចបន្តួចប៉ុណ្ណោះនោះគឺដោយសារអាវក្រោះនាគរីកបូឡានដែលលាក់នៅក្រោមស្បែករបស់គេសៀវយៀនវាយបកវិញមួយកំបាត់បណ្ដាលឲ្យដាវឆ្អឹងនោះហោះទៅឆ្ងាយប៊ុំគេសម្លឹងមើលស្នាមរបួសនៅសមាដោយទឹកមឹកមាំនេះជាលើកទី1ហើយដែលការការពាររបស់សៀវយៀនត្រូវបានទម្លុះធានស៊ុនទី1សោយចំអស់ឯងពិតជាយឺតពេកហើយសៀវយៀនមិនតបតាសម្ដីឡើយគេដកដង្ហើមវែងរួចចាប់ផ្ដើមបញ្ចេញកាយវិជាសញ្ញាដៃយ៉ាងស្មុគស្មាញធម្មពលវិញ្ញាណដ៏មហិមា
បានភីចេញពីចន្លោះចិញ្ចើមរបស់គេបង្កើតជារូបភាពប្រលឹងដ៏ធំសម្បើមគ្របដណ្ដប់លើអាកាសសៀវយៀននិយាយដោយទឹកមុខត្រជាក់បើលោកលឿនខ្ញុំនឹងលឿនជាងលោកកុំហឹងទេវៈនីតិខរដីពណ៌លឿងសំលេងសម្រែកវិញ្ញាណដ៏គួរឲ្យរន្ធត់បានបន្លឺឡើងញាក់ខ្លាំងនៃសារវិញ្ញាណប្រហែល 70% នៅតំបន់នោះបានរឹងខ្លួននិងផ្ទុះស្លាប់ទាំងប្រលិងនិងរាងកាយភ្លាមៗធានស៊ុនទី1ក៏រងការវាយប្រហារនេះដែររាងកាយរបស់គេត្រូវបានខ្ទាតចេញពីដាវឆ្អឹងហើយព្រោះឈាមពេញអាកាសហាសៀវយៀនមិនទុកឱកាសឲ្យឡើយក៏បានប្រើម្រាមធម្មពលដ៏ធំសង្កត់ចុះមកបណ្ដាលឲ្យដៃរបស់ធានស៊ុនទី1ផ្ទុះคล้ายជាផ្សែងឈាមប៊ូមសៀវយៀនស្រែកបន្តម្រាមទេវៈនីតិខោរដេវពណ៌លឿងបាតដៃធម្មពលមហេបមាបានវីសង្កត់ពីលើថែមទៀតធ្វើឲ្យរាងកាយធានស៊ុនទី1ធ្លាក់ចុះទៅដីដូចក្របកាំភ្លើងបង្កើតជាក្រហមជ្រៅរាប់ពាន់ម៉ែត្រត្រឹមតែ3លើកប៉ុណ្ណោះសៀវយៀនបានប្រើកំពូលវិជាទាំង3របស់ម្ចាស់វិញ្ញាណហួងឈួនយ៉ាងស្ទាត់ជំនាញសៀវយៀនហោះនៅលើអាកាសសម្លឹងមើលទៅក្នុងរន្ធដ៏ជ្រៅពេលនោះសៀវយៀនដោយខ្សោយឥទ្ធិពលខងគេដឹងថាធានស៊ុនទី1នៅសល់ដង្ហើមចង្ក្រិតសៀវយៀនពោលដោយសម្លេងសម្លាប់ស្លាប់ទៅខណៈដែលគេរៀបនឹងបញ្ចប់ជីវិតសត្រូវលំហអាកាសស្រាប់តែរង្គើហើយរូបរាងអថាកំបាំងមួយបានលេចចេញមកសម្លេងក្រលួចបន្លឺឡើងសៀវយៀនឯងហ៊ានផងឬសៀវយៀនញញឹមតិចហាក់ដូចជាដឹងមុនអនុប្រធានសាលវិញ្ញាណទីបំផុតលោកលែងលាក់ខ្លួនទៀតហើយមែនទេរូបរាងមនុស្សដែលបង្ហាញខ្លួននៅចំពោះសៀវយៀនត្រូវបានរុំព័ទ្ធទៅដោយអស់មកខ្មៅយ៉ាងក្រាស់ភ្នែកដ៏ខ្មៅងងឹតនិងមុតស្រួយទាំងពីរបានសម្លឹងចិនពីក្នុងអស់មកធ្វើឲ្យអ្នកដែលបានឃើញមានអារម្មណ៍តក់ស្លុតជាខ្លាំងបុគ្គលអថាកំបាំងនេះហើយគឺជាអនុប្រធាននៃសាលវិញ្ញាណដែលធ្លាប់បានលូកដៃចូលកាលពីពេលសៀវយៀនបង្កើតសម្ព័ន្ធវិញ្ញាណធ្ងានេះទេឯងអនុប្រធានសាលវិញ្ញាណពោលទាំងសម្លេងក្រលួចសៀវយៀនឯងកំពុងបង្ខំឲ្យសាលវិញ្ញាណរបស់យើងបញ្ជូនសាកសពរបស់សៀវចិនឲ្យឯងហើយមើលទៅអាប៉ោះខ្មៅបានរលាយបន្តិចម្ដងបង្ហាញឲ្យឃើញនៅផ្ទៃមុខដ៏ស្លេកស្លាំងផ្ទៃមុខនោះមើលទៅមិនចាស់ឡើយគឺប្រៀបដូចជាយុវជនម្នាក់ប៉ុន្តែទឹកដំសម្លេងគឺពោពេញទៅដោយភាពអាតកំបាំងនិងសាហាវខខើបំផុតសៀវយៀងញញឹមតិចដោយគ្មានភាពភ័យខ្លាចខ្ញុំធ្លាប់ប្រាប់ហើយថាបើមានរឿងអ្វីកើតឡើងចំពោះឪពុកខ្ញុំនឹងប្រគល់ត្បូងបុរាណធោស៊ឺទៅឲ្យត្រកូលគូភ្លាមទោះបីក្នុងចិត្តបារម្ភពីសុវត្ថិភាពឪពុកយ៉ាងណាក៏ដោយប៉ុន្តែសៀវយៀនដឹងច្បាស់ថាបើគេបង្ហាញភាពទុនច្រាយសូម្បីតែបន្តិចពួកសាលវិញ្ញាណនឹងជន់ឈ្លីគេមិនខានអនុប្រធានសាលវិញ្ញាណសើចចំអកមិនចាំបាច់ទេលើកនេះយើងនឹងចាប់ឯងទៅត្រកូលហ៊ុនដោយផ្ទាល់ដើម្បីឲ្យពួកឯងបានជួបគ្នាតាមពិតទៅត្រកូលក្រងនឹងទុកជីវិតឯងឲ្យរស់នៅបានយូរបន្តិចទៀតប៉ុន្តែមកពីឯងមិនចេះស្រឡាញ់ឱកាសខ្លួនឯងសៀវយៀនមិនចង់និយាយច្រើនជាមួយមនុស្សម្នាក់នេះឡើយគេក្រវីដៃម្ដងទៀតបញ្ចេញដុំភ្លើងដ៏ក្តៅកគុកមួយសម្ដៅទៅរកក្រហងដីខាងក្រោមដើម្បីបញ្ចប់ជីវិតមេដឹកនាំទី1ដែលកំពុងរបួសធ្ងន់ស្លាប់ទៅឯងហ៊ានផងអនុប្រធានសាវិញ្ញាណក្រវីម្រាមដៃបញ្ចេញផ្សែងខ្មៅប្រែคล้ายជានាគខ្មៅមកលេបត្របាក់ដុំភ្លើងនោះរួចគេក៏បញ្ចេញច្រវាក់ខ្មៅចំនួន5ហោះមកដោយផ្លែតបន្ទាមមកចាប់សៀវយៀនអនុប្រធានសាលវិញ្ញាណស្រែកកុំស្មានតែក្រន់តែឡើងដល់បរិសុទ្ធផ្កាយ2ឯងអាចមកប្រហើននៅទីនេះបានសម្រាប់យើងឯងគ្មានតម្លៃស៊ូមបីតាបន្តិចកម្រិតធម៌ពលរបស់គេគឺដល់បរិសុទ្ធផ្កាយ3កម្រិតខ្ពស់ដែលអាចកំទេចសៀវយៀនបានយ៉ាងងាយប៉ុន្តែសៀវយៀននៅតែរក្សាភាពស្ងប់ស្ងាត់គេមិនខ្វល់នឹងការវាយប្រហារនោះឡើយប៉ុន្តែបែរជាបញ្ចេញបាតដៃភ្លើងមហិមាមួយទៀតទៅចាប់មេដឹកនាំទី1នៅក្នុងរុនដីខាងក្រោមទៅវិញចង់ងាប់មែនទេខណៈដែលច្រវាក់ខ្មៅចិត្តនឹងរុំព័ទ្ធរាងកាយសៀវយៀនលំហអាកាសស្រាប់តែរង្គោះរង្គើកម្លាំងបំបែកលំហដ៏ខ្លាំងក្លាបានកំទេចច្រវាក់ទាំងនោះឲ្យคล้ายជាកំទេចកំទីអនុប្រធានសាលវិញ្ញាណភ្ញាក់ផ្អើលអ្នកណាគេឆាប់ចេញមកសំឡេងស្រីត្រជាក់មួយបន្លឺឡើងសម្រាប់យើង
ឯងក៏គ្មានតម្លៃសូម្បីតែបន្តិចដូចគ្នារូបរាងដ៏ស្រស់ស្អាតរបស់នារីម្នាក់បានលេចចេញមុខឈរពីមុខសៀវយានម្នាក់នោះគឺជីយានរបស់យើងនឹងឯងតំណាយអំនឹងសម្ពាធធម្មពន្ធដ៏មហិមាអនុប្រធានសាលវិញ្ញាណសម្លឹងមើលនាងដោយភាពតានតឹងតើនាងជាអ្នកណានេះជារឿងរបស់សាលវិញ្ញាណយើងក៏មកលូកដៃចង់មករកងាប់ឬជីយានពេបមាត់សាលវិញ្ញាណអស្ចារ្យណាស់ទៅឬសម្រាប់ត្រកូលនាគរាបុរាណពួកយើងសូម្បីតែត្រកូលហ៊ុនរបស់ឯងយើងមិនខ្លាចផងចោះទម្រាំតែសាលវិញ្ញាណដែលគ្រាន់តែជាកូនចៅតូចតាចនេះឬនាងបន្តទាំងញញឹមសាវយានធ្លាប់និយាយថាគេនឹងធ្វើឲ្យទីនេះคล้ายជាសមុទ្រឈាមបើលោកសុកចិត្តសំងំខ្លួនក្នុងរន្ធនោះទៅប្រហែលជាមិនអីទេហេតុអ្វីក៏ចង់ចិនមកបូជាជីវិតបែបនេះចង់វាយបងប្រុសគេផងជួញលោហើយអញតែមាននិយាយលេងទេអនុប្រធានសាលវិញ្ញាណក្រហឹមព្រះហ៊ឿននាងគិតថាមានសមត្ថភាពសម្រាប់យើងឬទោះបីដឹងថាជឿយានគឺជាបរិសុទ្ធផ្កាយ4ក៏ដោយប៉ុន្តែគេមិនជឿថាខ្លួនឯងនឹងត្រូវស្លាប់ងាយៗនោះទេក្នុងពេលជាមួយគ្នានោះសាវយានបានប្រើបាតដៃភ្លើងទៀងរាងកាយដែលបែកខ្ទេចខ្ទីរបស់ធានសុនទី1ឡើងមកលើធានសុនទី1ដែលចិត្តដាច់ខ្យល់ទៅហើយនោះស្រាប់តែប្រាំងបញ្ចេញកម្លាំងចុងក្រោយបំផោងរាងកាយបំរុងនឹងផ្ទុះសម្លាប់ខ្លួនដើម្បីនាំសាវយានទៅជាមួយប៊ុំសាវយានមិនទុកឱកាសឲ្យឡើយគេសង្កត់បាតដៃភ្លើងកំទេចរាងកាយមេដឹកនាំទី1ឲ្យផ្ទុះជាសាច់ខ្ទេចភ្លាមស្រមោលព្រលឹងពណ៌ខ្មៅមួយបានហោះចេញពីការផ្ទុះនោះសម្ដៅទៅរកអនុប្រធានសាលវិញ្ញាណដើម្បីសុំការជួយសង្គ្រោះសាវយានបោះបង់ឱកាសគិតចង់រត់ឬគេបញ្ចេញសំណាញ់ភ្លើងយ៉ាងលឿនពាត់ចាប់ព្រលឹងធានសុនទី1ជាប់ណែនក្នុងដៃសម្រែកឈឺចាប់យ៉ាងខ្លាំងបានបន្លឺចេញពីព្រលឹងនោះសាវយានបានដាក់ព្រលឹងនោះទៅក្នុងដបត្បូងភ្លើងរួចដាក់ចូលក្នុងចិញ្ចៀនទុកដើម្បីសួរយកអាចកំបាំងរបស់សាលវិញ្ញាណនៅថ្ងៃក្រោយអនុប្រធានសាលវិញ្ញាណសោចយ៉ាងសាហាវមិននឹកស្មានថាឯងអាចអញ្ជើញត្រកូលនាគរាជបុរាណមកជួយបានសោះប៉ុន្តែសាលវិញ្ញាណមិនមែនជាកន្លែងដែលក្មេងដូចឯងមកកំទេចតាមចិត្តចង់នោះទេគេចង់បំបីតបោកមោះដើម្បីហៅកម្លាំងជំនួយឬរត់គេចខ្លួនប៉ុន្តែវាគ្មានឥទ្ធិពលអ្វីទាំងអស់ជឿយានញញឹមចំអោតយើងបានបិទខ្ទប់លំហអាកាសនៅទីនេះអស់ហើយគ្មានកម្លាំងជំនួយណាមកដល់ទេទឹកមុខអនុប្រធានសាលវិញ្ញាណប្រែជាស្លេកស្លាំងគេដឹងខ្លួនហើយថាលើកនេះសាវយានបានត្រៀមខ្លួនមកយ៉ាងល្អបំផុតសាវយានសម្លឹងមើលស្ត្រីដែលភ្នែកត្រចៀកស្រឹបសាលវិញ្ញាណតាមធ្វើបាបគ្រូរបស់ខ្ញុំនិងរូបខ្ញុំអស់ជាច្រើនឆ្នាំមកហើយដល់ពេលត្រូវសងវិញហើយកុំបារម្ភអីខ្ញុំនឹងកំទេចសាលមេឃដីនិងមនុស្សរបស់ពួកឯងហើយអស់គ្មានសល់អនុប្រធានសាលវិញ្ញាណសើចយ៉ាងសាហាវសាវយានកំហុសតែមួយរបស់សាលវិញ្ញាណគឺមិនបានសម្លាប់ឯងតាំងពីដំបូងនៅទេកុំតាន់អាល្អទេត្រកូលហ៊ុនរបស់យើងខ្លាំងលើសពីការស្មានរបស់ឯងឆ្ងាយណាស់ដល់ពេលនោះត្រកូលសាវយាននិងសម្ព័ន្ធមេឃធានរបស់ឯងនឹងត្រូវវិនាសសាបសូន្យរំពេកនោះរាងកាយអនុប្រធានសាលវិញ្ញាណបានផ្ទុះឡើងបង្កើតជាអកមេឃពណ៌ខ្មៅយ៉ាងខ្លាំងក្លាដើម្បីទម្លុះរបាំងលំហអាកាសគេបានបោះបង់កូនចៅទាំងអស់ក្នុងសាលមនុស្សហើយរត់គេចខ្លួនបាត់ស្រមោលទៅអេដមីនថារត់មែនថយភ្លាមរបស់អនុប្រធានសាលវិញ្ញាណគឺហួសពីការស្មានរបស់ក្រុមសៀវយានគេបានទម្លុះលំហអាកាសរត់បាត់ស្រមោលមុនពេលដែលនរណាម្នាក់អាចប្រតិកម្មទាន់សៀវយានជ្រួញចិញ្ចាមម្នាក់នេះរត់លឿនមែនប៉ុន្តែគេក៏ធូរចិត្តវិញភ្លាមអនុប្រធានសាលវិញ្ញាណមិនមែនជាមនុស្សធម្មតាទេគេមានកម្រិតដូរសឿងផ្កាយ3កម្រិតខ្ពស់ប្រសិនបើថ្ងៃនេះគ្មានជឿយានមកជាមួយទេច្បាស់ជាមានការប្រយុទ្ធដ៏ស៊ីសាច់ហុតឈាមមិនខានជឿយានពោលទាំងមិនអស់ចិត្តបើញាក់ខ្លាំងកម្រិតផ្កាយ3ចង់រត់ដោយអស់ពីកម្លាំងបែបនេះខ្ញុំក៏ពិបាកនឹងខាត់គេទុកដែរសៀវយានងក់ក្បាលមិនអីទេ
គេរត់រួចក៏ហួសទៅចោះមិនយូរមិនឆាប់សារវិញ្ញាណនឹងដឹងថាជាស្នាដៃយើងមិនខានការបំផ្លាញសាលម៉ៃធឿងរបស់ពួកគេលើកនេះគឺជាការខាតបង់ដែលពួកគេពិបាកនឹងទទួលបានណាខណៈនោះគ្រូពេទ្យទេពអប្សរតូចនិងឈីងលីនបានដេញតាមកំចាត់កូនចៅដែលនៅសល់ចំណែកឯលោកគ្រូយ៉ាវឡៅក៏បានយកឈ្នះលើគួយយូយ៉ាងងាយស្រួលផងដែរជីយិនក៏បានចូលទៅជួយអន្តរាគមន៍បោសសម្អាតសត្រូវដែលនៅសល់ដោយជានាគជួបមកកំទេចភុងពពែត្រឹមតែ1នាទីប៉ុណ្ណោះពួកសាលវិញ្ញាណទាំងអស់ត្រូវបានសម្លាប់គ្មានសល់សៀវយិនបានដើរសម្ដៅតែរកវិមានខ្មែរដ៏ធំដែលប្រែក្លាយទៅជាកំណរបាក់បែកគេកាប់កបិតបង្កើតទៅជាសសរភ្លើងមហិមាទម្លុះទៅកំណងបាតវិមានបង្ហាញឲ្យឃើញនៅច្រវាក់ខ្មៅរាប់មិនអស់ដែលចងព្យួរប្រលឹងវិមានរាប់ម៉ឺននាក់សៀវយិនខឹងសម្បាយ៉ាងខ្លាំងពួកទេរឆានទាំងនេះយកប្រលឹងមនុស្សធ្វើជាអាហារបំពន់គេក្រវីដៃបង្កើតទៅជាខ្យល់ព្យុះកំទេចច្រវាក់ទាំងនោះចោលដើម្បីដោះលែងប្រលឹងទាំងនោះឲ្យមានសេរីភាពប្រលឹងទាំងនោះខ្លះលុតជង្គង់អរគុណខ្លះអោនក្បាលគោរពសៀវយិនរួចក៏ហោះចេញទៅកាន់ពិភពខាងក្រៅវិញទាំងទឹកធ្នេករំពេចនោះសៀវយិនមានអារម្មណ៍ថាមានរំញ័រចម្លែកម្យ៉ាងចេញពីជម្រៅដីគេបានឃើញដុំពន្លឺថ្លាឆ្វាងមួយដែលមានទំហំ5ហ្វីតព្យួរជាប់ច្រវាក់ខ្មៅវាបញ្ចេញថាមពលវិញ្ញាណដ៏ខ្លាំងក្លានិងបរិសុទ្ធបំផុតយ៉ាវឡៅដើរមកពីក្រោយរួចពោលទាំងទឹកមុខស្មុគស្មាញនេះគឺជាត្បូងវិញ្ញាណសៀវយិនបន្លឺសំឡេងតិចៗហានេះគឺត្បូងវិញ្ញាណយ៉ាវឡៅបន្តដើម្បីបន្ធូរបន្ថែមខ្លឹមសារវិញ្ញាណដ៏ច្រែមបែបនេះគេត្រូវការប្រលឹងយ៉ាងហោច1លានប្រលឹងនេះប្រហែលជាការប្រមូលប្រលឹងរាប់ឆ្នាំរបស់សាលមនុស្សហើយនិងអនុប្រធានសាលវិញ្ញាណប្រញាប់រត់ពេករហូតដល់ភ្លេចយករបស់ដ៏សំខាន់នេះទៅវិញសៀវយិនដកដង្ហើមធំគេដឹងថាវិធីសាស្ត្ររបស់សាលវិញ្ញាណគឺសាហាវខុសក្រៅណាស់បើគ្រាន់តែសាខមួយមានវិញ្ញាណច្រើនបែបនេះចោះទម្រាំសាលដទៃទៀតពួកសាលវិញ្ញាណប្រកាសជាមានគម្រោងការធំអ្វីមួយដែលគេចង់ដំឡើងថាមពលវិញ្ញាណដល់កម្រិតឋានៈអធិរាជាមិនខានយ៉ាវឡាវនិយាយទៅកាន់សៀវយិនរបស់នេះកើតចេញពីការសម្លាប់មនុស្សរាប់មិនអស់វាមិនគួរមានក្នុងโลกនេះឡើយប៉ុន្តែបើវាត្រូវបានបង្កើតរួចទៅហើយឯងគួរតែយកវាទៅចោះថាមពលនេះនឹងជួយឲ្យវិញ្ញាណរបស់ឯងឡើងដល់កម្រិតកំពូលដើម្បីត្រៀមខ្លួនដណ្ដើមយកភ្លើងផ្កាឈូកបនសុទ្ធអារ៉ានៅថ្ងៃខាងមុខសៀវយិនមិនប្រកែកឡើយគេដើរទៅជិតដុំពន្លឺនោះរួចដាក់ដៃលើវាហើយពូលដោយសំឡេងទន់ភ្លន់ខ្ញុំនឹងជួយសងសឹកជំនួសអ្នកទាំងអស់គ្នាគ្រាន់តែឮពាក្យសម្ដីនេះរំញ័រនៃកំហឹងនិងភាពឈឺចាប់ដែលបង្កប់ក្នុងខ្លឹមសារវិញ្ញាណទាំងនោះក៏រលាយបាត់អស់ភ្លាមវិញ្ញាណទាំងនោះហាក់ដូចជាយល់ព្រមប្រគល់ថាមពលឲ្យសៀវយៀនដើម្បីប្រើវាទៅកំទេចពួកសាលវិញ្ញាណដែលបានធ្វើបាបពួកអ្នកបាទសូមអរគុណអ្នកគុណនិយមទាំងអស់គ្នាភាគ 186A សូមចប់តែប៉ុណ្ណេះសិនរងចាំជួបគ្នានៅភាគ 186B កុំភ្លេចជួយ Subscribe របស់លោកមេភូមិម្នាក់មួយផងណា